នេះខ្ញុំមានចំណេះដឹងខ្លីមួយចង់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នាដែរតកតងជាមួយនឹងការសន្ទនាឬក៏ការប្រើពាក្យសម្ដីរបស់យើងនៅជាមួយនឹងដៃគូនិយាយហើយតកតងជាមួយនឹងភាគរយនៅក្នុងការនិយាយគឺនៅពេលដែលយើងនិយាយបើសិនជាយើងនិយាយយើងគួរនិយាយតែ 30% ទៅ 50% បានហើយពីព្រោះយើងមិនអាចនិយាយតែឯងរហូតទេយើងត្រូវទុកឱកាសឬក៏ផ្ដល់ពេលវេលាឲ្យដៃគូរបស់យើងមានឱកាសនៅក្នុងការនិយាយដែរហើយបើសិនជាយើងនិយាយជាមួយមនុស្ស3នាក់យើងគួរតែនិយាយ1/3បើនិយាយជាមួយមនុស្ស10នាក់យើងគួរនិយាយ1/10មានន័យថាទោះស្ថិតនៅក្នុងស្ថានភាពឬស្ថានភាពបែបណាក៏ដោយយើងគួរនិយាយនៅក្នុងកម្រិតមួយដែលសមរម្យហើយសមាជិកសន្ទនារបស់យើងគាត់មានឱកាសនៅក្នុងការបញ្ចេញមតិយោបល់ឬក៏ចូលរួមពាក្យសម្ដីជាមួយយើងដោយស្មារតីគ្នាវិធីនេះនឹងធ្វើឲ្យអ្នកដទៃទទួលបាននៅបរិយាកាសស្មារតីគ្នាគ្រប់គ្នាបានចូលរួមចំណែកក្នុងការជជែកបញ្ចេញមតិហើយក៏មានចិត្តរីករាយនៅក្នុងការសន្ទនាផងដែរដូច្នេះខ្ញុំសង្ឃឹមថាបងប្អូនអស់លោកអ្នកបានយកទៅអនុវត្តនៅក្នុងការសន្ទនារបស់បងប្អូនដែរអរគុណអស់លោកអ្នកបងប្អូនសម្រាប់ការចូលរួមស្ដាប់ជម្រាបលាបាយបាយ